Hello everyone, welcome back to my blog. ខ្ញុំថ្ងៃនេះនឹងនាំអ្នកទាំងអស់គ្នាទៅខេត្តកំពតជាមួយខ្ញុំ After graduating my friend ខ្ញុំមកដល់ខេត្តកំពតនៅម៉ោង 4 ល្ងាចអត់ចាំយូរទេក៏មកដល់កន្លែងគេងភ្លាមសួរសម្រាប់តម្លៃអវ៉ាន់ចុះហើយម៉ែក៏ពួកយើងបានទៅផ្សារដើម្បីទិញគ្រឿងសមុទ្រគិតថាល្ងាចឡើងគេបិទអស់ហើយណាតែអត់ទេកន្លែងលក់ម្ហូបគឺជាលើកទី1ហើយដែលបានមកផ្សារកំពតពេលល្ងាចចឹងហើយក៏អត់នឹងស្មានថាគេនៅលក់ទេខ្ញុំបានទិញគ្រឿងសមុទ្រស្រស់ហើយក៏ឲ្យគាត់ចំអិនឲ្យដែរពេលហ្នឹងគឺខ្ញុំបានដូរស្បែកជើងក្រោបពាក់ទៅដល់ផ្សារកុំអីចាប់បាទអ្នកនរគ្នាតែសភាពនៅកន្លែងនេះគឺស្អាតយកហ្មងណាភ្លៀងណាតែក៏មើលតែសភាពរបស់គេវិញអ៊ុយ fresh សាហាវបណ្ដោយតែនឹងពេញទៅមេឃលុះគ្នាមួយខ្ញុំចាំមកដល់កំពតហើយនេះពិបាកដែរខ្ញុំដល់លេងចាំខែភ្លៀងសម្រាប់ទីនៅរបស់ពួកខ្ញុំវិញគឺចំណាយត្រឹមតែ5ដុល្លារទេដែលតែខ្ញុំមានគ្នាច្រើនបើណាគេមានកម្រងទ្រឹបអីអាចបបួលគ្នាធ្វើច្រើនតិចណាគេខ្លះដែលគាត់ដល់លេងហើយចូលគេចូលសម្រាប់ចេញមកក្នុងនឹងក៏មានខ្ញុំមួយដែរតែមកភ័ក្ររបស់ខ្ញុំវិញមិនគេដល់លេងគឺដល់លេងហ្មងអត់ឲ្យការទេញ៉ាំអីហើយគេចេញទៅតទៀតតែខ្ញុំគឺសូមសម្រាប់សិនវឌ្ឍនាចូលគ្នាពី3ថ្ងៃនោះមានអារម្មណ៍ហត់នឿយខ្លាំងក៏អាចខាតដែរឆ្លៀតបិទម៉ាស់ទុកពីយប់ទៅហើយព្រោះខ្លាច make up អត់ចូលខ្ញុំគឺខ្ញុំមានទម្លាប់មួយឲ្យទៅពេលដល់លេងគឺខ្ញុំសុំងើបមុនគេហើយយើងដឹងខ្លួនឯងថាយើង make up យូរណាស់ទាំងអស់គ្នាអញ្ចឹងសុំមកមុនគេតិចខ្ញុំទុកចិត្តចាំគេគាត់ឲ្យគេមកចាំខ្ញុំដែរគឺខ្ញុំមានអារម្មណ៍ថាក្រែងចិត្តអ្នកទាំងអស់គ្នាទៅមើល final look មួយខ្ញុំ final look របស់ខ្ញុំមួយនេះតែអ្នកទាំងអស់គ្នាមើលមករៀងប្លែកអីតិចចោលតែអ្នកទាំងអស់គ្នាបើរកឃើញនៅថាខ្ញុំមានអីប្លែកតើរកឃើញទេចាខ្ញុំប្រាប់ខ្ញុំជាអ្នកលក់កៅអៅមួយចឹងមកប្រម៉ូទ outfit ខ្លួនឯងហ្នឹងហើយបងអូនដែលគាត់មានដំណើរការសម្លៀកបំពាក់អាចចូលទៅជួយ follow page ខ្ញុំម្នាក់មួយបាន Welcome to Hoho Salon Hoho Salon មានទទួលសេវាកម្មកើបគៀបសក់នៅពេលមានដំណើរកម្សាន្តគៀបចេញពីមួយគឺចូលមួយហើយតែខ្ញុំគឺសុំខ្លួនឯងហើយព្រោះអីខ្លាចខាតពេលយូរពេកចុះនេះណាខ្ញុំបានឃើញមិត្តភក្តិរបស់យើងតែខ្លួនធ្វើស្រីស្អាតចេះហ៎ថតយកហ្មងទៅដំណើរកម្សាន្តទៅខាងកំពតរបស់ពួកខ្ញុំវគ្គនេះគឺមានតែមិត្តភក្តិស្រីទេតែពួកម៉ាក់ដែរបានទៅហើយឃើញវីដេអូនេះអត់ឃើញមានខ្លួនឯងក្នុងហ្នឹងនឹងពីអារម្មណ៍ថាមានអារម្មណ៍មិនដែរគេចង់ទិញត្រេននៅខេត្តកំពតតែខ្ញុំចង់បេះដូងនៅខេត្តកំពតញ៉ាំពីពួកយើងរៀបចំខ្លួនហើយអស់ហើយស្អាតបាតហើយគឺអត់ចោលទេជាមួយនឹងការថតរូបនៅក្នុងកញ្ចក់ជុំគ្នាដោយសារតែអត់មានអីថតទី1ហើយដែលខ្ញុំដើរលេងជុំមិត្តភក្តិស្រីអញ្ចឹងហើយមានអីណាដល់គ្នាសុបាយខ្លាំងជិះឡានជុំគ្នានិយាយគ្នាលេងជ្រៀងចម្រៀងរួមគ្នាក៏សុបាយដែរលេងធីមស្រីនេះវិញគឺដែលញ៉ាំថតរូបហើយទ្រីងអ្នកគ្នាទ្រីងពី3កែវក៏បានដែរហ្នឹងគឺពួកខ្ញុំបានញ៉ាំបាយស្រូបហើយខ្ញុំដាក់ location របស់គាត់លើហ្នឹងហើយណាគេចង់ញ៉ាំឬក៏ចង់ទៅអីអាច search បានពួកខ្ញុំទៅរឿងថ្ងៃចឹងទៅគាត់អត់ទូសុបបានធំញ៉ាំបាយទេញ៉ាំអីហើយពួកខ្ញុំក៏បានចេញទៅហាងកាហ្វេដែរគេកំពុងតែ trend នៅលើ TikTok ហើយក៏គាត់ទៅបើថ្មីនៅខេត្តកំពតដែរបរិយាកាសហាងរបស់គាត់គឺ vibe ហុងកុងហ្មងអ្នកនរគ្នាខ្ញុំហ្នឹងគឺចូលចិត្តតែអា web 3ចាស់អីហ្នឹងចំណង1990អីហ្នឹងខ្ញុំចូលចិត្តខ្លាំងតែអ្នកនរគ្នាសូមអមលងមួយសក់របស់ខ្ញុំបន្តិចណារយៈពេល1ខែទៀតទេខ្ញុំនឹងរកកន្លែងឲ្យសក់របស់ខ្ញុំដកតែហាមបានវិញហើយទី1គឺទៅមួយទៀតតែដែលសារតាថ្ងៃហ្នឹងយើងត្រូវធ្វើដំណើរទៅវិញពេលឃើញពួកម៉ែស្អាតចឹងដែរខ្ញុំចិត្តទៅទាញថតទៅគេនេះដឹងធ្វើមិនហ្មងខ្ញុំខាងស្រីពួកខ្ញុំនេះវិញពីមុនគឺ Becky ជាមួយនឹងអាវយឺតធីមក្មេងទំនើងហ្មងថ្ងៃនៅពេលដែលគាត់តែងខ្លួនជាស្រីស្អាតយើងត្រូវទៅថតតតែលេងវគ្គនេះគឺខ្ញុំ fail ច្រើនខ្លាំងហ្មងសូម្បីតែសក់នេះក៏ឆ្លុះគ្នាមួយខ្ញុំដែរខ្ញុំមូអត់ត្រូវទេពួកខ្ញុំមួយនេះឃើញកញ្ចក់អត់បានទេឃើញកញ្ចក់ថតយកទៀតកំពកកែបអីហើយកុំឲ្យរំលងជាមួយនឹងរីសតមួយនេះហាតែសភាពរបស់គាត់នៅខាងក្នុងគឺស្អាតខ្លាំងហើយ fresh ទៀតខាងពេលយើងមើលពីលើទៅគឺឃើញទឹកសមុទ្រទៀតក្នុងរីសតរបស់គាត់ហ្នឹងគឺមានកន្លែងញ៉ាំអីដែរមិនមែនមានត្រឹមតែរីសតមួយទេថតវិញគឺមានគ្រប់ច្រកហ្មងគឺស្អាតខ្លាំងមែនតើសូម្បីតែពលឺអីក៏ស៊ីគ្នាខ្លាំងដែរដែលខ្ញុំទៅហ្នឹងគឺមេឃសតុងទៀតទៅឲ្យមេឃឥឡូវមេឃភ្លៀងអីដែរអ្នកនរគ្នាតែអត់ទេណាពលឺអីពេញមកថតរូបគឺនៅតែស្អាតចឹងហ្មងដោយសារតែយើងមានបរិយាកាសជាមួយនឹងថ្មហើយនឹងអុយព្រៃឈើច្រើនចឹងពេលយើងថតរូបគេអ្នកគ្នាជួយលើកសម្បុរយើងខ្លាំងមែនតើខ្ញុំមួយមកភ័ក្ររបស់ខ្ញុំគឺឡើងទៅលើរកកន្លែងថតទៀតទៅប្លង់ថតគឺមានច្រើនខ្លាំងមែនទូចណាស់អ្នកគ្នាគឺធំកាហ្វេណាគឺអត់ដែររំលងជាមួយនឹងទីតាំងមួយនឹងទេជាមួយនឹងកៅវ៉ាវិញគឺបរិយាកាសវិញអត់ដែរឲ្យយើងខកចិត្តបានណាសោះហ្មងនេះសាច់មេឃភ្លៀងទឹកអលុកធំឯណាមកបរិយាកាសមួយទៀតហ្មងអ្នកទាំងអស់គ្នាធំអស់ហើយទីទៀតហ្នឹងគឺលវលការងាររៀងខ្លួនព្រោះឥឡូវហ្នឹងក៏លវលដែរក៏ប៉ុន្តែយើងអាចឆ្លៀតពេលបានក៏ឆ្លៀតតែលេងចុងគ្នាខ្លះទៅរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាយ